បងប្អូនអរគ្នាបងប្អូនណាខ្លះធ្លាប់ចូលចតអសពេអសតេឬក៏ផ្លូវបត់ U-turn ជាអីរៀងភ័យបែកញើសតែឥឡូវបាច់ភ័យទៀតហើយបងប្អូនអរគ្នាមានឡានដែលឆ្លាតជាងមនុស្សប្រើបច្ចេកវិទ្យា AI ចូលចតឲ្យយើងខ្លួនឯងបើកឲ្យយើងខ្លួនឯងតែម្ដងហើយបើ U-turn វិញស៊ីទីតិចជាងឡានតូចទៅទៀតអញ្ចឹងបងប្អូនកុំឲ្យខាត់ពេលយូរទៅមើលសកម្មភាពទាំងអស់គ្នាបងប្អូននៅពេលដែលជិះឡាននេះដូចជិះ robot អញ្ចឹងអូខ្លីមែនទេបងឡានធម្មតាក៏បត់ផុតទេបងបាទនេះស៊ីទីខ្លីមែនទេនេះមើលទីដល់ថ្នាក់នេះអូហើយបត់ចូលចន្លោះនេះទៀតបាទបងប្អូនអរគ្នាស្វាគមន៍មកកាន់កម្មវិធី IM Intelligent Drive Challenge បងប្អូនអរគ្នាការបើកបរសាកល្បងនៅភាពវៃឆ្លាតរបស់រថយន្ត IM ពីរ model គឺ model IM5 និង IM6 អញ្ចឹងថ្ងៃនេះគឺជា event សម្ពោធជាផ្លូវការហើយមានការបើកបរសាកល្បងភាពវៃឆ្លាតទៀតបងប្អូនអរគ្នាបញ្ជាក់ប្រាប់បងប្អូនផងដែរថា IM Motor គឺជាក្រុមហ៊ុនឈានមុខគេទៅលើវិស័យរថយន្តថាមពលថ្មី NEV ដែលជា luxury brand របស់ MG បងប្អូនអរគ្នាហើយក្រុមហ៊ុននេះទៀតសោតគឺបង្កើតឡើងតាំងពីឆ្នាំ2020ចូលរួមសហការរហូតដល់3ក្រុមហ៊ុនចូលគ្នាតែម្ដងទី1គឺ Zack Motor ទី2គឺ Alibaba របស់លោក Jack Ma និងទី3គឺ ZJ High-Tech បើយើងនិយាយទៅលើប្រវត្តិសាស្ត្រវតាក្រុមហ៊ុនទាំង3នេះ Zack Motor ហ្នឹងគឺជាក្រុមហ៊ុនដែលមានឈ្មោះបោះសម្លេងនិងមានបទពិសោធន៍ច្រើនមែនទែននៅក្នុងការផលិតរថយន្តអស់រយៈកាល60ឆ្នាំមកហើយទី2គឺក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេគឺក្រុមហ៊ុនរបស់លោក Jack Ma សម្រាប់ ZJ High-Tech វិញគឺជាមជ្ឈមណ្ឌលអភិវឌ្ឍផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍ដែលមានការគ្រប់គ្រងពីរដ្ឋាភិបាលតែម្ដងបងប្អូនអរគ្នាបច្ចុប្បន្នបងប្អូនអរគ្នាក្រុមហ៊ុន IM Motor នេះគឺត្រូវបាននាំចូលដោយក្រុមហ៊ុន TF Motor ដែលជាក្រុមហ៊ុនធំមួយហើយមានបទសម្ព័ន្ធច្រើនមែនទែនដូចជា MG Motor ក្រុមហ៊ុន Moto Royal Enfield ក្រុមហ៊ុន Moto Peugeot ក៏ដូចជាក្រុមហ៊ុន IM Motor នេះបងប្អូនអរគ្នាស្ទើរតែជាបទសម្ព័ន្ធរបស់ TF Motor កាន់តែពិសេសសម្រាប់អតិថិជន20នាក់ដំបូងដែលធ្វើការកក់នៅរថយន្ត IM5 ក៏ដោយ IM6 ក៏ដោយនេះនឹងទទួលបាននៅ free service រហូតដល់10ឆ្នាំដើម្បីកុំឲ្យខាតពេលយូរសូមនាំអារម្មណ៍បងប្អូនចូលទៅក្នុងកម្មវិធីទាំងអស់គ្នាចង់ដឹងថាកម្មវិធីគេរៀបចំបែបម៉េចហើយរថយន្តមានចំណុចពិសេសអ្វីខ្លះតោះទៅមើលមួយខ្ញុំទាំងអស់គ្នាបងប្អូនជួបផ្ទាល់នេះគឺជារូបរាង IM5 បងប្អូនអរគ្នាមើលទៅគឺ futuristic តែម្ដងឥឡូវនេះយើងទៅមើល IM6 ហើយនេះគឺជារូបរាងផ្ទាល់របស់ IM6 បងប្អូនអរគ្នាស្ដាប់បងដែលគាត់ present ពីចំណុចពិសេសក៏ដូចជារូបរាងរថយន្តយើងចង់ដឹងមែនតើថាការបើកបរការតេស្តទៅលើប្រព័ន្ធ auto parking ទាំងអស់ហ្នឹងវាបែបម៉េចដោយសារយើងដល់វគ្គតេស្តហើយឥឡូវនេះបងប្អូនទៅតេស្តមួយខ្ញុំទាំងគ្នាតោះបងប្អូនអរគ្នាស្វាគមន៍មកកាន់ផ្នែកខាងក្នុងរបស់ IM6 តែលើកនេះយើងតេស្តរាយផ្លូវបែបម៉េចខ្លះមើលបងជួយណែនាំត្រួសមើលបងអូខេបងអញ្ចឹងយើងមានភាសា4សម្រាប់ការតេស្តជាមួយនឹង IM6 ទី1យើងតេស្តលើផ្លូវរៀងលេខ8ទី2យើងតេស្តទៅលើផ្លូវ U-turn ដូចគ្នាទី3យើងតេស្តលើផ្លូវសំទុះចូលចំណតអូតូតាមរយៈបែបរៀងអក្សរទេហើយនឹងចូលចំណតរៀងអក្សរ P ផងដែរអូខេបងអូខេអញ្ចឹងដំបូងគេគឺ U-turn បងប្អូនអរគ្នានេះឃើញជាក់ស្ដែងគឺតិចមែនតើឥឡូវនេះខ្ញុំធ្វើការបើកតេស្តទៅលើមុំនៃការបត់កូដរបស់វាគឺតិចដូចគេថាមែនអត់អូតិចមែនតើបងប្អូនណាតោះបងជំរាបពញ្ញាសាបន្តទៀតបងកូនកាយផ្លូវមកឆ្វេងវិញបានអានេះស្ដាំវិញបងនេះបាទជាទំព័រសងទៀតបាទនេះស៊ីទីខ្លីមែនតើនេះមើលទីដល់ថ្នាក់នេះអូហើយបត់ចូលចន្លោះនេះទៀតបាទអូសប្បាយមែនតើបងគូបញ្ជាក់ផងដែរថាជាមួយនឹងបច្ចេកវិទ្យា 4 wheel steering គឺកង់ក្រោយអាចញាក់បានដល់ទៅ12ដឺក្រេជួយឲ្យការបត់កង់ហ្នឹងគឺកាន់តែតូចហើយនឹងបន្ថែមភាពងាយស្រួលទ្វេដងក្នុងការបើកបរក្នុងក្រុងណាហើយអ្វីដែលកាន់តែល្អនិងអស្ចារ្យបំផុតនោះគឺបច្ចេកវិទ្យា 4 wheel steering ដែលកង់ក្រោយហ្នឹងអាចញាក់បានរហូតដល់12ដឺក្រេណោះបងប្អូនអរគ្នាធ្វើឲ្យការបត់បែននិងគ្រប់គ្រងឡានកាន់តែមានលំនឹងនិងសុវត្ថិភាពខ្ពស់បំផុតនេះហើយទៅធ្វើឲ្យការបើកបរកលុកកលាតក៏ដូចជាបត់ជាលេខ8ណាឬក៏បត់ U-turn ក្នុងផ្លូវចង្អៀតគឺងាយស្រួលខ្លាំងមែនតើអញ្ចឹងអានេះគឺជាការចូលចតអសរទេគឺបងប្អូនអាសាជួបនៅពេលដែលយើងចូលទៅចតកន្លែង restaurant ឬក៏ទៅហាងកាហ្វេជាពិសេសចូលកន្លែងធ្វើការបើសិនជាបងប្អូនចូលក្បាលមុននឹងពិបាកចេញឥឡូវយើងមានមុខងារគឺចូលចតអូតូអញ្ចឹងបងប្អូនចាំមើលមួយខ្ញុំទាំងអស់គ្នាទូបំផុតគឺយើងចុចទៅលើបាទ360ណាហើយនៅពេលដែលយើងចង់ផាកយើងចុចផាកនេះទៅអូខេហើយវានឹងធ្វើការ scan
nè vì scan vì miền chấm nót lệch mũi lệch pi lấy nhôm dọc chấm nót ti mũi đầm bè kia chấm mũi nâng lan đài miền chọt xẹp tạt lệch mũi hỡi dưỡng cho start khôi bị cho start hỡi nhưng mà thời tế bông ôn chạm mưa được nè start xong rồi lên đây vậy đúng tới che bớt luôn anh che tròn phèn luôn anh hơi bị ọt lươn sru ở dưới mà không ôi của bạn hiện lắm nè class lăn ọt tục chất ấy chứ cái này tài này ở đây cái bớt ở dưới miền không hiện ngọc chấtแต่ไปยืงเผยยูซอไม่บงโอดอกเนี่ยให้สูตรมันแต่ just one click ในบงโอนเคยเนี่ยโจเลยให้เกี่ยมวยลานแข่งสนามนี่คือกินเลยมั้งมาตรังจำนอดนั่งใต้มาดองcáiแผงở dươngเบิร์ดเกียร์มีแต่ดองมันcáiแผงthì khỏi piโจให้เลยนี้ยังจังเจนpiจำนอดรถยนต์นี้ก็มีนเจนpiจำนอดโอโต้ได้ไปเดี๋ยวยังโจจอดให้เลยยังแต่เจนpiจำนอดเวงแต่เล็กเลิกใบรอยฮอกให้ไปต่อมาเตี้ยโยเปียท้า pull out เจนไปแต่ pull out bằng ôn miên chấm đỡ bọt đám đi cờ bọt về bờ tông với miên bờ tông đám bờ tông về trứng trong bọt tên á từ lịch bờ tông từ lấy nhóm bọt từ đám ok hai bờ tông bắt tiết tạt confirm mùi tiết lên đáy lên trứng tộc bài lán phơi cả lồi mình tên tao bằng ôn là lời ní mình nhiều xa trong cái đó dương trôi chót ở sau pì chân được pì này mà đó là ác thư mình tên nhưng sẽ lấy thang tên lợi bia trên cho lọ hơi dương chúng mới cái vô lòng ở dương này chân sầm mẹp bong ôn sập hiệp là rí đứa con sập hiệp bỏ đó đại hiện tơ giờ sau pé này hiện bay như đây về tầm bạc lan tầm bốn đấy ở cái nông cạn đấy khác dương trong châu ở kiên chứ năng tự tiệt tay dương hình một bạn vô chỉ cột ở lời nít nhung sông té chỉ mỗi năng khớp xài ca vô chỉ cột thường bách oi lan nó bị vô chỉ cột ô tô hay bị kiệt chứ năng tự tiệt tạt nhưng mà thời tiết tế thằng giá cứ phải lấy đằng ó hay đáy cô bạch căn chỉ cột này cứ lan cô ca trôi trọt ô tô mà tách hay bong ôn cùng phay ọt bang thì nhóm tục chất lơ ai ấm xịt bong ôn nó về để chi lan ní đôi chi robot chứ á wow ở côn bong chẳng dừng cho bao nhiêu sao hơi បន្ទាប់ពីធ្វើការតេស្តរួចបងប្អូនទាំងគ្នាគឺរថយន្តឆ្លងកាត់បានគ្រប់ពញាសាអញ្ចឹងប្រព័ន្ធនៃការបើកបររបស់វាគឺឆ្លាតវៃមែនសម្រាប់ការតេស្តហ្នឹងគឺទៅលើ4ស្ថានភាពបងប្អូនគឺចូលចតអក្សរ P អក្សរ T ក៏ដូចជា U-turn និងចុងក្រោយពិសេសជាងគេគឺ figure 8អក្សរ P គឺយើងចូលលក្ខណៈចំហៀងភាគច្រើនគឺពិបាកនៅពេលដែលចូលចតនៅកន្លែងចំហៀងផ្លូវណាបើអក្សរ T វិញយើងអាចយកជាមួយនឹងគូតចូលមុនឬក៏មុខចូលមុនក៏មានមុខងារចេញពីចំណោទដែរវាមានមុខងារ select ឲ្យយើងរើសចេញស្ដាំឬក៏ចេញឆ្វេង U-turn ស្ដាប់ទៅដូចធម្មតាប៉ុន្តែសម្រាប់ការតេស្ត U-turn របស់គេហ្នឹងគឺទីខ្លីតែសម្រាប់ IM6 គឺមាន rear wheel steering មានន័យថាបត់ទៅវាដោយទាំងកង់ខាងក្រោយទៅទៀតអញ្ចឹងនៅពេលដែលបត់គឺស៊ីមុំចង្កូតខ្លីមែនតើ figure 8នេះគឺបើកបរជាលក្ខណៈបត់បែនលេខ8បងប្អូនអរគ្នាបើសិនជាមុំចង្កូតយើងវែងគឺបត់អត់ផុតទេដឹងតែទៅជាមួយឧបសគ្គឯតែសម្រាប់ IM6 វាបត់បែនបានល្អហើយនឹងរលូនមែនតើបើសិនជាបងប្អូនចង់ដឹងអាចមកធ្វើការទទួលយកនៅបទពិសោធន៍តេស្តជាក់ស្ដែងជាមួយនឹង IM6 ឬក៏ IM5 នៅ showroom ទាំងអស់គ្នាខណៈពេលនេះដែរកម្មវិធីក៏ត្រូវបានដល់ទីបញ្ចប់ដែរខ្ញុំបាទក៏សូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ